តម្លៃនេះបានធ្លាក់ចុះខណៈលុយដុល្លារអាមេរិកបានឡើងថ្លៃកាលពីយប់មិញតម្លៃមាសបានធ្លាក់ចុះជិត$100ក្នុងមួយដំឡឹងគិតត្រឹមយប់ថ្ងៃពុធទី24ខែកញ្ញាក្រោយពេលដែលអ្នកវិនិយោគបានសម្រុកលូមាសចេញការរងចាំមើលពីទិន្នន័យសេដ្ឋកិច្ចអាមេរិកដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្តាហ៍នេះកាលពីយប់មិញតម្លៃមាសអន្តរជាតិបានធ្លាក់ចុះមកនៅ$4481ក្នុងមួយដំឡឹងឬស្មើនឹង$3717ក្នុងមួយអុនគិតជាខ្នាតអន្តរជាតិបន្ទាប់ពីបានឡើងដល់កំណត់ត្រាថ្មីជិតដល់$4600ក្នុងមួយដំឡឹងនៅលើផ្លូវគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកលោក Jerome Powell កាលពីថ្ងៃអង្គារបានផ្ដោតតម្រុយអំពីដំណើរនៃអត្រាការប្រាក់នាពេលអនាគតដោយលោកបានសង្កត់ធ្ងន់ថាធនាគារកណ្ដាលត្រូវរកការថ្លឹងថ្លែងដោយប្រុងប្រយ័ត្នទៅលើហានិភ័យនៃអតិផរណានិងទីផ្សារការងារដែលកំពុងធ្លាក់ចុះឥឡូវនេះវិនិយោគិនកំពុងរងចាំមើលអំពីរបាយការណ៍ទិន្នន័យការទាមទារភាពគ្មានការងារធ្វើប្រចាំសប្តាហ៍ដែលនឹងត្រូវចេញផ្សាយនៅយប់ថ្ងៃប្រហ័សនេះនិងសន្ទុះការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួននៅអាមេរិកដែលហៅកាត់ថា Core PCE នាថ្ងៃសុក្រចុងសប្តាហ៍នេះដើម្បីជាតម្រុយមួយចំនួនបន្ថែមទៀតអំពីការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកនាពេលខាងមុខនៅលើផ្លូវភូមិសាស្ត្រនយោបាយវិញភាពតានតឹងនៅតែបន្តខណៈអង្គការ NATO បានប្រមានរុស្ស៊ីថានឹងប្រើប្រាស់វិធានការចាំបាច់ទាំងផ្នែកយោធានិងមិនមែនយោធាដើម្បីការពារខ្លួនស្របពេលដែលប្រធានាធិបតីលោក Donald Trump បាននិយាយថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ីមកវិញសូមបញ្ជាក់ថាមាសដែលត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពនៅពេលដែលមានភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចជាសកលរួមទាំងពេលដែលមានអត្រាការប្រាក់ទាបផងដែរលោកអ្នកអាចតាមដានតម្លៃហាងឈិញមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Mastercard Academy ប្រសិនលោកអ្នកចង់ប្រឹក្សាយោបល់ពីការទិញលក់មាសអន្តរជាតិជាមួយគ្រូជំនាញដែលមានបទពិសោធន៍14ឆ្នាំអាចតាក់ទងតាមរយៈលេខទូរស័ព្ទឬលេខ Telegram 070 80 5សូមអរគុណ